រឿងនិទានសត្វស្រមោចនិងត្រីនៅក្នុងព្រៃជ្រៃធំមានសត្វស្រមោចមួយក្រុមរស់នៅក្រោមដីនិងតាមដើមឈើពួកវាជាសត្វតូចដូចជាកណ្ដូបកន្ទួតដង្កូវនិងសត្វត្រីខ្លះសត្វស្រមោចទាំងនេះធ្លាប់រស់នៅដោយសន្តិភាពប៉ុន្តែពេលក្រោយពួកវាចាប់ផ្ដើមបែកគ្នានិងប្រកែកគ្នាសត្វត្រីមួយឈ្មោះកូរ៉េខៀវចង់បានតំបន់អាហារមួយដែលសត្វស្រមោចដទៃទៀតកំពុងរស់នៅវាថាទីនេះជាផ្ទះខ្ញុំអ្នកទាំងអស់គ្នាផ្លាស់ទីទៅសត្វកណ្ដូបមិនព្រមទេវនិយាយថាយើងរស់នៅទីនេះជាង10រដូវហើយឯងមកថ្មីហើយទាមទារជាម្ចាស់មិនអាចទេការរើសគ្នាចាប់ផ្ដើមកើតឡើងសត្វតូចចែកជាក្រុមហើយឆ្លោះគ្នារៀងរាល់ថ្ងៃពេលនោះសត្វធំនៅជិតស្ទឹងឈ្មោះពស់ធំចាប់ផ្ដើមចូលលេបសត្វតូចដោយស្ថិតស្ងៀមពេលសត្វស្រមោចនិងរៃសង្កត់ចិត្តថាសមាជិកក្នុងក្រុមបានបាត់ខ្លះពួកវាចាប់ផ្ដើមសហការវិញដើម្បីរកមើលអ្វីកំពុងកើតឡើងពេលពួកសាមគ្គីគ្នាវាឃើញថាពស់ធំកំពុងបំបត្តិពួកបន្តិចសត្វទាំងអស់រួមដៃគ្នាដាក់ផ្លូវរាំងពន្លឿនពស់និងជួយគ្នាទីបំផុតពួកបានដេញពស់ធំចេញពីព្រៃវិញហើយសន្យាថាចាប់ពីថ្ងៃនោះទៅពួកវានឹងមិនប្រកែកគ្នាទៀតទេអំពីនិទានរឿងនេះបង្ហាញថាទោះសត្វតូចប៉ុណ្ណាបើសាមគ្គីគ្នាអាចយកឈ្នះគ្រោះថ្នាក់ធំបានភាពរួបរួមគឺជាថាមពលខ្លាំងជាងអ្វីទាំងអស់